បាទសម្រាប់ពាក្យមួយនេះគឺយើងអានថាកុងស៊ឺកុងស៊ឺបាទប្រែថាក្រុមហ៊ុនអក្សរកុងគឺយើងអានសលេងទី1អានស្មើកុងកុងហើយអក្សរស៊ឺក៏យើងអានសលេងទី1ដែរអានស្មើស៊ឺស៊ឺកុងស៊ឺប្រែថាក្រុមហ៊ុនបាទហើយសម្រាប់ពាក្យនេះដែរគឺយើងអានថាឆាងខូឆាងខូប្រែថាឃ្លាំងអក្សរឆាងគឺយើងអានសំឡេងទី1អានស្មើឆាងឆាងបាទខូខូសំឡេងទី4ដែលយើងអានសំឡេងសង្កត់ខូខូឆាងខូឆាងខូប្រែថាឃ្លាំងបាទហើយសម្រាប់ពាក្យនេះគឺយើងអានថាកុងឆាងកុងឆាងប្រែថារោងចក្រអក្សរកុងគឺយើងអានសលេងទី1អានស្មើកុងកុងបាទអក្សរឆាងគឺយើងអានសំឡេងទី3ដែលអានសលេងសង្កត់ចុះហើយអូសឡើងលើឆាងឆាងកុងឆាងប្រែថារោងចក្របាទហើយពាក្យនេះគឺយើងអានថា学校学校ប្រែថាសាលារៀនអក្សរ学គឺយើងអានសលេងទី2អានអូសឡើងលើ学学ហើយអក្សរ校គឺយើងអានសលេងទី4校校学校学校ប្រែថាសាលារៀនបាទសម្រាប់ពាក្យនេះដែរគឺយើងអានថាស៊ឺឆាងស៊ឺឆាងប្រែថាផ្សារអក្សរស៊ឺកន្លែងនេះគឺយើងអានសលេងទី4អានសំលេងសង្កត់ស៊ឺស៊ឺហើយអក្សរឆាងគឺសំឡេងទី3ដែលអានសំឡេងសង្កត់ហើយអូសឡើងលើឆាងឆាងស៊ឺឆាងប្រែថាផ្សារបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាកុងស៊ឺកុងស៊ឺបាទប្រែថាក្រុមហ៊ុនអក្សរកុងគឺយើងអានសលេងទី1អានស្មើកុងកុងហើយអក្សរស៊ឺក៏យើងអានសលេងទី1ដែរអានស្មើស៊ឺស៊ឺកុងស៊ឺប្រែថាក្រុមហ៊ុនបាទហើយសម្រាប់ពាក្យនេះដែរគឺយើងអានថាឆាងខូឆាងខូប្រែថាឃ្លាំងអក្សរឆាងគឺយើងអានសំឡេងទី1អានស្មើឆាងឆាងបាទខូខូសំឡេងទី4ដែលយើងអានសលេងសង្កត់ខូខូឆាងខូឆាងខូប្រែថាឃ្លាំងបាទហើយសម្រាប់ពាក្យនេះគឺយើងអានថាកុងឆាងកុងឆាងប្រែថារោងចក្រអក្សរកុងគឺយើងអានសលេងទី1អានស្មើកុងកុងបាទអក្សរឆាងគឺយើងអានសំឡេងទី3ដែលអានសលេងសង្កត់ចុះហើយអូសឡើងលើឆាងឆាងកុងឆាងប្រែថារោងចក្របាទហើយពាក្យនេះគឺយើងអានថា学校学校ប្រែថាសាលារៀនអក្សរ学គឺយើងអានសលេងទី2អានអូសឡើងលើ学学ហើយអក្សរ校គឺយើងអានសលេងទី4校校学校学校ប្រែថាសាលារៀនបាទសម្រាប់ពាក្យនេះដែរគឺយើងអានថាស៊ឺឆាងស៊ឺឆាងប្រែថាផ្សារអក្សរស៊ឺកន្លែងនេះគឺយើងអានសលេងទី4អានសំឡេងសង្កត់ស៊ឺស៊ឺហើយអក្សរឆាងគឺសំឡេងទី3ដែលអានសំឡេងសង្កត់ហើយអូសឡើងលើឆាងឆាងស៊ឺឆាងប្រែថាផ្សារបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាកុងស៊ឺកុងស៊ឺបាទប្រែថាក្រុមហ៊ុនអក្សរកុងគឺយើងអានសលេងទី1អានស្មើកុងកុងហើយអក្សរស៊ឺក៏យើងអានសលេងទី1ដែរអានស្មើស៊ឺស៊ឺកុងស៊ឺប្រែថាក្រុមហ៊ុន
បាទហើយសម្រាប់ពាក្យនេះដែរគឺយើងអានថាឆាងខូឆាងខូប្រែថាឃ្លាំងអក្សរឆាងគឺយើងអានសំឡេងទី1អានស្មើឆាងឆាងបាទខូខូសំឡេងទី4ដែលយើងអានសំឡេងសង្កត់ខូខូឆាងខូឆាងខូប្រែថាឃ្លាំងបាទហើយសម្រាប់ពាក្យនេះគឺយើងអានថាកងឆាងកងឆាងប្រែថារោងចក្រអក្សរកងគឺយើងអានសលេងទី1អានស្មើកងកងបាទអក្សរឆាងគឺយើងអានសំឡេងទី3ដែលអានសលេងសង្កត់ចុះហើយអូសឡើងលើឆាងឆាងកងឆាងប្រែថារោងចក្របាទហើយពាក្យនេះគឺយើងអានថា学校学校ប្រែថាសាលារៀនអក្សរ学គឺយើងអានសលេងទី2អានអូសឡើងលើ学学ហើយអក្សរ校គឺយើងអានសលេងទី4校校学校学校ប្រែថាសាលារៀនបាទសម្រាប់ពាក្យនេះដែរគឺយើងអានថា市场市场ប្រែថាផ្សារអក្សរ市កន្លែងនេះគឺយើងអានសលេងទី4អានសំឡេងសង្កត់市市ហើយអក្សរឆាងគឺសំឡេងទី3ដែលអានសំឡេងសង្កត់ហើយអូសឡើងលើឆាងឆាង市场ប្រែថាផ្សារបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាកងsưកងsưបាទប្រែថាក្រុមហ៊ុនអក្សរកងគឺយើងអានសលេងទី1អានស្មើកងកងហើយអក្សរsưក៏យើងអានសលេងទី1ដែរអានស្មើsư sưកងsưប្រែថាក្រុមហ៊ុនបាទហើយសម្រាប់ពាក្យនេះដែរគឺយើងអានថាឆាងខូឆាងខូប្រែថាឃ្លាំងអក្សរឆាងគឺយើងអានសំឡេងទី1អានស្មើឆាងឆាងបាទខូខូសំឡេងទី4ដែលយើងអានសំឡេងសង្កត់ខូខូឆាងខូឆាងខូប្រែថាឃ្លាំងបាទហើយសម្រាប់ពាក្យនេះគឺយើងអានថាកងឆាងកងឆាងប្រែថារោងចក្រអក្សរកងគឺយើងអានសលេងទី1អានស្មើកងកងបាទអក្សរឆាងគឺយើងអានសំឡេងទី3ដែលអានសលេងសង្កត់ចុះហើយអូសឡើងលើឆាងឆាងកងឆាងប្រែថារោងចក្របាទហើយពាក្យនេះគឺយើងអានថា学校学校ប្រែថាសាលារៀនអក្សរ学គឺយើងអានសលេងទី2អានអូសឡើងលើ学学ហើយអក្សរ校គឺយើងអានសលេងទី4校校学校学校ប្រែថាសាលារៀនបាទសម្រាប់ពាក្យនេះដែរគឺយើងអានថា市场市场ប្រែថាផ្សារអក្សរ市កន្លែងនេះគឺយើងអានសលេងទី4អានសំឡេងសង្កត់市市ហើយអក្សរឆាងគឺសំឡេងទី3ដែលអានសំឡេងសង្កត់ហើយអូសឡើងលើឆាងឆាង市场ប្រែថាផ្សារ